ជំរាបសួរលោកគ្រូខ្ញុំបានអានជាសកូនថ្ងៃនេះដែរខ្ញុំនឹងធ្វើការ record អំពី command redirection ហើយទី1ខ្ញុំសូមបង្ហាញuser របស់ខ្ញុំសិនគឺយើងធ្វើវាយ command who mi ដោយសារខ្ញុំ connect sh មួយ Ubuntu ហើយនេះគឺជា user របស់ខ្ញុំហើយបន្ទាប់មកខ្ញុំវាយ ls ដើម្បីបង្ហាញ file របស់ខ្ញុំសិនមាន au5 ហើយមានអីហើយចង់ដើម្បីបង្កើតfile ថ្មីខ្ញុំនឹងដាក់su 10ហើយដើម្បីបង្កើត file យើងត្រូវវាយពាក្យ touch command touch su 10 .tt ហើយដើម្បីបង្ហាញវា ls មកនេះគឺមាន su 10 .tt ហើយដែល file នឹងបង្កើតមិញហើយដើម្បីចូលមើល file នឹងមានអីខ្លះខ្ញុំធ្វើការវាយ command cat su 10 .tt គឺ file ហ្នឹងអត់ទាន់មានអីទេអញ្ចឹងសុំទោសលោកគ្រូអានេះយើងសុំលឺslash etc su 10 .tt នេះគឺខ្ញុំ copy វាចូលហើយបន្ទាប់មកខ្ញុំសុំ cat ឈ្មោះ file ហើយនេះជា file ដែលខ្ញុំបានយក copy ចូលក្នុង file su 10មិញហ្នឹងអាហ្នឹងគឺវាចេញពី etc នេះលោកគ្រូតបមកខ្ញុំសូមធ្វើការcopy file ឲ្យបានច្រើនម្ដងទៀតខ្ញុំសូមធ្វើការបាញ់ /etc សញ្ញានាំឲ្យពីរដង su 10 .tt មួយហើយខ្ញុំសូមធ្វើការ link ម្ដងទៀតហើយសូមធ្វើការបង្ហាញខ្ញុំសូមប្រើ command cat ឈ្មោះ file ចឹងគឺអានេះគឺជា file របស់យើងមាន data មានអីហ្នឹងច្រើនជាងមុនដោយសារខ្ញុំ copy វាពីរដងចឹងវាធ្វើឲ្យមានច្រើននៅក្នុងហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងលោកគ្រូអរគុណ